សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយកមុខម្ហូបសាមញ្ញមួយមកចម្អិនគឺស្ងោរតឡាចញាត់ជាមួយសាច់ជ្រូកចិញ្ច្រាំចាគ្រឿងផ្សំមានខ្ទឹមសរ៉ូឌីអំបិលម្រេចម៉ដ្ឋយើងបុកគ្រឿងទាំងអស់នឹងចូលគ្នាបន្ទាប់មកយើងយកសាច់ជ្រូកមកដាក់បុកជាមួយដាក់ស្ករបន្តិចដាក់ស្លឹកខ្ទឹមបន្ទាប់មកយើងយកតឡាចទៅចិតសម្អាតឆ្កឹះពោះចេញសាច់ជ្រូកដែលផ្សំគ្រឿងរួចញាត់ចូលទៅក្នុងតឡាចដាក់ចូលទៅក្នុងឆ្នាំងដែលទឹកកំពុងតែពុះហ្នឹងបន្ទាប់មកសាច់ជ្រូកដែលនៅសល់យើងញាត់ចូលក្នុងតឡាចអស់ហ្នឹងយើងសូនជាដុំតូចដាក់ស្ងោររំងាស់ជាមួយគ្នាចាយើងស្ងោររំងាស់រយៈពេលអាចខ្ទង់កន្លះម៉ោងតឡាចយើងចាប់ផ្ដើមផុយហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តតឡាចផុយជាងហ្នឹងយើងស្ងោរបន្តទៀតរហូតតឡាចផុយតាមចំណង់ចំណូលចិត្តរបស់យើងចាបន្ទាប់មកយើងអាចដួសទុកទទួលទានបានហើយចា